សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបឆែកឈ្មោះនិងបរិមាណតំណែងនៅក្នុងកម្មវិធី The Inventory Cloud ដើម្បីធ្វើការឆែកជាដំបូងលោកអ្នកត្រូវคลิกចូលទៅក្នុង Module Stock បន្ទាប់មកคลิกនៅលើពាក្យ Product Quantity លោកអ្នកអាចធ្វើការស្វែងរកតំណែងណាមួយតាមរយៈឈ្មោះតំណែង Item Code Barcode លេខ Serial ដែលលោកអ្នកចង់ឆែករួចคลิกនៅលើប៊ូតុង Search ឬលោកអ្នកអាចคลิกនៅលើពាក្យ Advanced Filter រួចរើសលក្ខខណ្ឌដែលលោកអ្នកចង់បានបន្ទាប់មកคลิกនៅលើប៊ូតុង Apply សម្រាប់តំណែងដែលមានលេខ Serial ឬ Expire លោកអ្នកអាចคลิกនៅលើព្រួយនេះដើម្បីធ្វើការបង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធជាមួយនឹងលេខ Serial និងការបច្ឆេទផុតកំណត់របស់តំណែង